តែអ្នកទាំងអស់គ្នាដឹងអត់ថា website វាដំណើរការបែបម៉េចអញ្ចឹងវីដេអូនេះខ្ញុំនឹងបកស្រាយថា website ដំណើរការម៉េច website មាន3ផ្នែកធំៗមានដូចជា front end back end និង database អញ្ចឹងនេះគឺជា front end ដែលដំណើរការនៅលើ browser ហើយនឹងនេះជា back end ជា server ហើយនឹងនេះគឺជា database អញ្ចឹងខ្ញុំនឹងបង្ហាញ flow នៃ website ដំណើរការអញ្ចឹងជាដំបូងឧទាហរណ៍ថាអ្នកទាំងអស់គ្នាចូលទៅកាន់ browser ហើយចូលទៅក្នុង website មួយដែលជា front manager អញ្ចឹងនេះគឺជាលទ្ធផលរបស់អ្នកទាំងអស់គ្នានៅពេលអ្នកទាំងអស់គ្នាបើក browser ចូលទៅក្នុងកាន់ website front manager នោះ front end នេះវានឹងស្នើសុំទិន្នន័យចេញពី server ដូច្នេះហើយ server នឹងទាញទិន្នន័យចេញពី database យកមកបង្ហាញឲ្យ front end វិញអញ្ចឹងយើងមកមើល website ជាក់ស្ដែងខ្ញុំមាន website នេះអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាឃើញទាំងអស់នេះគឺជា front end អ្នកទាំងអស់គ្នាអាចប៉ះបានចុចបានតែនៅពេលដែលអ្នកទាំងអស់គ្នាចូលមក website នេះដំបូងគឺ website នេះវានឹងទៅស្នើសុំ data ចេញពី server ឥឡូវខ្ញុំឧទាហរណ៍ថាបើសិនជាអត់មាន server អញ្ចឹងខ្ញុំ stop server ហើយខ្ញុំមក refresh website នឹងឲ្យមើលអញ្ចឹងវានឹង loading ទៅ row server អញ្ចឹងនៅពេលដែលអត់មាន server វានឹង false អញ្ចឹងនៅពេលដែលយើងមាន server យើង run server យើងឡើងវិញហើយយើង refresh អញ្ចឹងនេះ front end វានឹងទៅស្នើសុំទិន្នន័យពី server ពេលនោះ server នឹងទៅរកទិន្នន័យចេញពី database នេះ database នៅពេលដែល server រកទិន្នន័យចេញពី database បាន server នឹងរុញមកកាន់ front end វិញអញ្ចឹង front នឹងមើលឃើញទិន្នន័យទាំងអស់ហ្នឹងឥឡូវឧទាហរណ៍ថាបើសិនជា database អត់ទាន់មានទិន្នន័យខ្ញុំលុបទិន្នន័យចេញអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកកាន់ website មួយហ្នឹងហើយវាស្នើសុំទៅ server ទៅរកទិន្នន័យពី database ប៉ុន្តែបើសិនជាអត់មានទិន្នន័យនៅក្នុង database នោះច្បាស់ណាស់គឺមិនមានទិន្នន័យនៅខាង front end ឡើយអញ្ចឹងនេះគឺជា process នៃ website work